ពីអ្នកម៉ែកូនជីម៉ូតូអង្គុយទៅមើលកន្លែងប៉ាប៉ារៀបចំលក់ពាក់មុខឲ្យអញ្ចឹងទៅនិយាយពីថាឡើងខ្ជូរចូលចាំចដាយន្តដល់ពេលចូលចដាយន្តទៅឃើញអាអូនគេមានដាក់កង់ដាក់អីនៅក្នុងនោះតែអីទេវិជាគ្នាជីទៅលើនឹងពីអ្នកម៉ែកូនចាប់ផ្ដើមចេញដំណើរទៅហើយម៉ោង 7:04 ហើយប៉ុន្តែមេឃនេះក្តៅហៀងហ្មងជីពីកន្លែងខ្ញុំនៅហ្នឹងទៅកន្លែងប្តីខ្ញុំលក់ហ្នឹងគឺប្រហែលជា5នាទីអីដល់ហើយគ្រាន់តែបើយើងចាំស្តុបអីអញ្ចឹងទៅវាឡើងដល់6 7នាទីអីហ្នឹងឯងតែមកតាមផ្លូវធំអញ្ចឹងមានដើមឈើដើមអីអញ្ចឹងស្រួលអត់សូវក្តៅកូនខ្ញុំបានជិះម៉ូតូអញ្ចឹងនិយាយថានៅស្ងៀមពើហ្មងមើលគេមើលឯងជិះមួយផ្លេតហ្នឹងគឺថាមកដល់ហើយយើងយកម៉ូតូយកអីមកទុកកន្លែងចំណតម៉ូតូគេសិនមកហើយបណ្ដើរទៅមើលប៉ាប៉ានៅហ្នឹងគេមានសារតើើបដែរប៉ុន្តែខ្ញុំមិនទាន់ចូលលេងអត់ទៅលួចមើលប្តីសិនព្រោះអីថ្ងៃហ្នឹងជាថ្ងៃបើកលក់ពិតប្រាកដអញ្ចឹងហើយគេតម្រូវឲ្យយើងមករៀបចំកន្លែងឲ្យមុនម៉ោង 4ដោយសារតែម៉ោង 5ហ្នឹងគេរៀបចំកម្មវិធីអីតិចតួចអញ្ចឹងទៅមកដល់ឃើញប្តីខ្ញុំមករៀបចំមុនគេមុនឯងអ្នកផ្សេងអីគេទៅមកបដាមកមើលគាត់មកផ្លេតហើយហ្នឹងក៏ពីអ្នកម៉ែកូននេះទៅសារតើើបម្ដងព្រោះអីត្រូវទិញមកហូបយកទៅផ្ទះវិញដើម្បីធ្វើឲ្យប៉ាប៉ាហូបនឹងឯងលើកនេះបានធ្វើជាស្ត្រីមេផ្ទះពិតប្រាកដហើយដោយសារតែរាល់ដងភាគច្រើនប្តីខ្ញុំគាត់ជាអ្នកធ្វើម្ហូបតែឥឡូវជាប់រវល់លក់ពេលល្ងាចអញ្ចឹងខ្ញុំជាអ្នកទៅផ្សារទិញម្ហូបទិញអីពីអ្នកម៉ែកូននឹងហើយខ្ញុំដាក់ក្នុងទូទឹកកកល្ងាចឡើងខ្ញុំធ្វើម្ហូបហើយវិញយកមកឲ្យគាត់ហូបពេលព្រឹកឡើងក៏ខ្ញុំជាអ្នកធ្វើដែរលើហ្នឹងហើយខ្ញុំលើក comment នេះយកមកនិយាយមួយសិនខ្ញុំមិនដឹងថាគាត់ហ្នឹងជាស្រីឬប្រុសហើយពួកអីគាត់ comment នៅក្នុង YouTube របស់ខ្ញុំហ៎ដោយតែបងប្អូនបានឃើញខ្ញុំដាក់នៅខាងលើហ្នឹងអញ្ចឹងគាត់ comment ខ្ញុំមិនតែម្ដងហើយ comment 2ដងហើយលើកមុនហ្នឹងការប្តីខ្ញុំគាត់ទៅធ្វើការហើយខ្ញុំនៅផ្ទះមើលកូនតែឯងហើយលើកនេះប្តីខ្ញុំគាត់ចេញលក់ដូរអញ្ចឹងហើយបានគាត់ comment ថាអញ្ចឹងប៉ុន្តែខ្ញុំចង់ប្រាប់ទៅបងវិញថាការចិញ្ចឹម3បាច់កូនខុសគ្នាមិនមែនចិញ្ចឹមកូនឲ្យតែរស់ទេបើសិនជាចិញ្ចឹមឲ្យតែរស់វិញគឺស្រួលខ្លាំងមែនតើអត់មានពិបាកអីសោះតែសម័យនេះអត់ដូចសម័យមុនទេហើយមួយទៀតបើសិនជានៅផ្ទះមើលតែកូនអត់មានធ្វើការងារអីផ្សេងក៏អត់ពិបាកដែរអ្នកនិយាយមិនដូចអ្នកធ្វើខ្ញុំមិនដឹងថាគាត់មើលកូនរបៀបម៉េចទេអាចនិយាយថាខ្ញុំខ្ជិលក៏បានដែរព្រោះគាត់មិនមែនជាអ្នកនៅក្នុងគ្រួសាររបស់ពួកខ្ញុំទេហើយការមើលថែកូនក៏វាដូចគ្នាដែរបងអាចទុកកូនបងចោលហើយបងទៅធ្វើការងារផ្សេងប៉ុន្តែខ្ញុំអត់ទេកូនខ្ញុំគឺត្រូវនៅជាមួយខ្ញុំ24ម៉ោងមិនថាធ្វើអីក៏ត្រូវយកកូនទៅតាមដែរព្រោះអត់អ្នកមើលឲ្យខ្ញុំអត់ចង់រៀបរាប់បន្ទុកគ្រួសាររបស់ខ្ញុំទៅកាន់ណាគេទេប៉ុន្តែបើសិនជាបងអត់ដឹងថាគ្រួសារគេយ៉ាងណាបងកុំដោតដៀលគេព្រោះជាបងឲ្យល្អជាងគេទៅបានហើយពេលខ្លះពាក្យសម្ដីរបស់បងនិយាយមកកាន់គេនឹងវាហួសហេតុបើបងប៉ាកែមើលកូនម្ដង5នាក់ម្នាក់ឯងខ្ញុំសរសើរបងឬក៏បងមើលកូនមួយម្នាក់ឯងការងារផ្ទះ100មុខបងអាចធ្វើបានហើយបងមានពេលធ្វើវីដេអូដូចខ្ញុំខ្ញុំសរសើរបងដែរឆ្លៀតមើលកូនឆ្លៀតការងារផ្ទះឆ្លៀតរលុយហើយកុំពឹងប្តីកុំពឹងគ្រួសារកុំពឹងបងប្អូនឲ្យជួយមើលកូនឬក៏ជួយការងារអីទាំងអស់ចាំបងមក comment ឌីលខ្ញុំវីដេអូនេះខ្ញុំផ្ញើទៅកាន់បងហ្មងដោយសារបង comment ម្ដងហើយឥឡូវហ្នឹងមក comment ម្ដងទៀតបើសិនជាបងជាមនុស្សស្រីខ្ញុំមិនដឹងថាបងជាស្រីប្រភេទអីដែលមិនយល់ចិត្តស្រីដូចគ្នាតែបើបងជាមនុស្សប្រុសបានន័យថាបងជាមនុស្សប្រុសដែរមិនគួរឲ្យមានប្រពន្ធកូនដាច់ខាតព្រោះមនុស្សដូចបងអត់យល់ពីប្រពន្ធកូនហើយអត់យល់ពីទុក្ខលំបាករបស់មនុស្សស្រីកុំយកប្រពន្ធអីនាំថ្ងៃក្រោយទៅពិបាកលែងលះគ្នាដោយសារប្រពន្ធកូននឹងអត់ព្រមរស់នៅជាមួយវីដេអូដែលខ្ញុំផុសទៅនឹងខ្ញុំអត់បានរៀបរាប់អីទេខ្ញុំគ្រាន់តែថាខ្ញុំរវល់អត់សូវបានធ្វើវីដេអូគាត់ចូល comment ឌីលខ្ញុំបដ ாய்